នេះខ្ញុំសូមបង្ហាញតកតងទៅនឹង inverter hybrid កម្លាំង12 kW 3 phase brand DJ បាទអាគុយ lithium 15 kW ម៉ោងជាមួយនឹងផ្ទាំងស្លឹក solar យើង580 W Marino ទាំងអស់គឺ33ស្លឹកបាទ3 string អញ្ចឹងការតម្លើងគឺរួចរាល់ជូនអតិថិជនរួចរាល់ហើយបាទអញ្ចឹងយើងមកមើលប្រព័ន្ធដំណើរការអញ្ចឹងឥឡូវហ្នឹងយើងឃើញថាការផលិតធៀបជាមួយការប្រើប្រាស់អូខេអញ្ចឹងផលិតថាយើងពី solar 4.7 គីឡូយកចេញពីអាគុយ 0.6 គីឡូយកទៅប្រើប្រាស់ 5.3 គីឡូអញ្ចឹងមានន័យថាកំឡុងពេលថ្ងៃនេះគឺការប្រើប្រាស់ភ្លើងអគ្គិសនីគឺយកចេញពីភ្លើង solar សុទ្ធតែម្ដងបាទអញ្ចឹងភ្លើងរ៉ាត់ឬក៏ភ្លើងអ្នកកំពុងអគ្គិសនីគឺ 0.09 នេះជាភ្លើង standby ណា90 W ហ្នឹងអូខេចឹងយើងឃើញថាដំណើរការប្រកបដីត្រឹមត្រូវអត់មានបញ្ហាអីទេបាទ